ការផ្សាយពាណិជ្ជកម្មលក់ផលិតផលលក់ទំនិញឬក៏លក់សេវាដោយប្រើប្រាស់ពាក្យមួយចំនួនដូចជាទំនិញដែលល្អផ្ដាច់គេនៅកម្ពុជាជាសេវាកម្មអប់រំឈានមុខគេនៅកម្ពុជាជាផលិតផលដែលគ្មានគូប្រៀបនិងពាក្យផ្សេងទៀតដែលមានទម្រង់និងអត្ថន័យរបៀបនេះឬក៏ស្រដៀងនេះគឺជាការផ្សាយពាណិជ្ជកម្មខុសច្បាប់នៅកម្ពុជាបច្ចុប្បន្នរាល់អ្នកប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជាគឺត្រូវបានការពារប្រយោជន៍ដោយច្បាប់ដែលច្បាប់នោះគឺជាច្បាប់ស្តីអំពីកិច្ចការពារអ្នកប្រើប្រាស់នេះឯងវាបានសេចក្តីថារាល់ក្រុមហ៊ុនសហគ្រាសពាណិជ្ជកម្មឬក៏បុគ្គលដែលធ្វើធុរកិច្ចគាត់លែងអាចកេងចំណេញកេងប្រយោជន៍ដោយការធ្វើពាណិជ្ជកម្មការផ្សព្វផ្សាយពាណិជ្ជកម្មដែលមានលក្ខណៈបោកបញ្ឆោតមានលក្ខណៈកេងប្រវ័ញ្ចកេងបន្លំទៅដល់អ្នកប្រើប្រាស់បានទៅទៀតហើយកិច្ចការនេះដែរគឺមានអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងការបង្ក្រាបការក្លែងបន្លំដែលជាសេនាធិការរបស់ក្រសួងពាណិជ្ជកម្មក្នុងការគ្រប់គ្រងកិច្ចការងារការពារប្រយោជន៍របស់អ្នកប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជានេះថ្ងៃនេះយើងនឹងធ្វើការចែករំលែកអំពីការផ្សព្វផ្សាយពាណិជ្ជកម្មបែបមិនសុចរិតបែបបំភាន់និងមានលក្ខណៈខុសច្បាប់ដែលឧស្សាហកម្មឡើងជាពិសេសគឺត្រឡប់ថយក្រោយប្រហែលជា3ទៅ4ឆ្នាំមុនគឺយើងឃើញទម្រង់នៃការផ្សព្វផ្សាយពាណិជ្ជកម្មបែបនេះច្រើនទីមួយគឺការផ្សព្វផ្សាយពាណិជ្ជកម្មបែបមិនពិតប្រាកដទៅលើផលិតផលទំនិញឬក៏សេវារបស់ខ្លួនដែលមានលក្ខណៈដូចជាទំនិញរបស់ខ្ញុំល្អផ្ដាច់គេសេវាកម្មខ្ញុំនៅកម្ពុជាជាសេវាកម្មមួយដែលឈានមុខគេគ្មានគូប្រៀបនិងជាផលិតផលដែលល្អផ្ដាច់គេនៅកម្ពុជាឧទាហរណ៍ថាការផ្សព្វផ្សាយពាណិជ្ជកម្មដែលប្រើពាក្យបរិយាយរបៀបនេះឬក៏មានទម្រង់មួយប្រហាក់ប្រហែលនេះឬក៏ស្តៀងទៅនឹងនេះគឺជាការផ្សព្វផ្សាយពាណិជ្ជកម្មមួយដែលក្នុងច្បាប់គេកំណត់ថាជាការផ្សាយពាណិជ្ជកម្មមិនមានលក្ខណៈសុចរិតនិងមានលក្ខណៈបំភាន់ផ្ទុយអំពីការពិតទី2គឺជាការផ្សាយពាណិជ្ជកម្មលក់ផលិតផលដែលភ្ជាប់ជាមួយនឹងរង្វាន់បើសិនជាយើងកលេចទៅមើល4ទៅ5ឆ្នាំមុនកាលពីច្បាប់នេះមិនទាន់ចូលជាធរមានការផ្សព្វផ្សាយពាណិជ្ជកម្មគឺមានទម្រង់ឧទាហរណ៍បែបនេះថាគោះគម្របស្រាបៀរកាន់តែច្រើនគឺនឹងឈ្នះរថយន្តទំនើបកាន់តែច្រើនខំគោះឡើងឬក៏មូលគម្របភេសជ្ជៈកាន់តែច្រើនលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ជាមាសសុទ្ធកាន់តែច្រើនទាំងនេះគឺជាការផ្សព្វផ្សាយពាណិជ្ជកម្មដែលមិនមានលក្ខណៈជាក់លាក់ដែលយើងតាមច្បាប់គេហៅថាជាការផ្សព្វផ្សាយពាណិជ្ជកម្មបែបមិនពិតជំនួសឲ្យអ្វីដែលដូចបានរៀបរាប់មកដល់បច្ចុប្បន្ននេះគឺយើងលែងឃើញទម្រង់បែបហ្នឹងទៀតហើយគឺយើងនឹងឃើញទម្រង់ដែលមានលក្ខណៈពិតប្រាកដនិងជាក់លាក់ឧទាហរណ៍ថាគោះគម្របស្រាបៀរអ្នកនឹងអាចមានសំណាងឈ្នះរថយន្តចំនួន20គ្រឿងក្នុងរយៈពេល1ឆ្នាំឬក៏មូលគម្របភេសជ្ជៈកាន់តែច្រើនលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ចំនួនរហូតដល់5តម្លឹងក្នុងរយៈពេល1ឆ្នាំនេះគឺជាទម្រង់ដែលមានលក្ខណៈផ្លាស់ប្ដូរពីការផ្សព្វផ្សាយចំនួនមិនពិតពេលវេលាមិនពិតប្រាកដមកដល់បច្ចុប្បន្ននេះគឺជាការផ្សព្វផ្សាយពាណិជ្ជកម្មដែលមានលក្ខណៈជាក់លាក់និងពិតប្រាកដសរុបមកវិញក្នុងនាមយើងជាអ្នកប្រើប្រាស់គឺយើងត្រូវបានការពារប្រយោជន៍ដោយច្បាប់ដូច្នេះរាល់ការផ្សព្វផ្សាយពាណិជ្ជកម្មដែលមានលក្ខណៈបំភាន់និងមិនសុចរិតគឺជាការផ្សព្វផ្សាយពាណិជ្ជកម្មដែលមានលក្ខណៈផ្ទុយឬខុសទៅនឹងច្បាប់